ជំរាបសួរក៏ដូចជាសួស្តីប្រិមិត្តអរគ្នាខ្ញុំបាទការឌៀនថ្ងៃណាខ្ញុំមកសម្រាប់នឹងមាត់ភីម្ដងអូខេឥឡូវកុំឲ្យខាតពេលយូរតោះយើងចូលទៅកាន់វីដេអូដល់គ្នាណាដោយសាររឿងផ្ដាំនៅភាគនេះគឺយើងឃើញថាលោកតាសាធើហ្នឹងក៏កំពុងតែប្រើវេទមន្តកោះហៅដើម្បីកោះហៅ Elder 4អ្នកផ្សេងទៀតហ្នឹងឲ្យជុំអវាយ Luffy ជាមួយខ្លួនហើយស្របពេលដែលម្នាក់កំពុងតែចាប់អារម្មណ៍រឿងថាមពលរបស់តាសាធើហ្នឹងខាងកូនចៅរបស់យ៉ាប្រគីនិងយ៉ាដូរីនេះវិញក៏កំពុងតែបើកការវិវហាទៅលើសម្ព័ន្ធរបស់កងបរិនដែលកំពុងតែឡងពាត់កោះ X ហ្នឹងផងដែរចំណែកមេតបយាទាំងពីរដែលមានប្រគីនិងដូរីហ្នឹងក៏កំពុងតែនៅតាមផ្លូវទៅជួយ Luffy ដែរហើយកន្លែងមកកាន់តាសាធើនេះវិញគេក៏បានកោះហៅ Elder 4អ្នកផ្សេងទៀតហ្នឹងមកជួយបានសម្រាប់ណាដោយ Elder មានរាងជាចលែងយ៉ានេះប្រែក្តារដោយ Elder ម្នាក់ដែលមានឈ្មោះថា Jupiter ហើយ Elder ប្រែក្តារជា Set ដែលមានតែឆ្អឹងនេះគឺមានឈ្មោះថា Nochuru ចំណែក Elder ដែលប្រែក្តារជាជ្រូកមានចង្គមនេះគឺមានឈ្មោះថា Wakuri ចំណែក Elder ដែលបានកោះហៅក្រោយគេដែលមានរាងជាបាស័យនេះគឺមានឈ្មោះថា Mas ហើយដល់ពេលនេះ Luffy យើងគឺអសងធំហើយដោយសារតែខ្លួនគេម្នាក់ឯងហ្នឹងគឺត្រូវតបតជាមួយនឹង Elder ខ្លាំងៗម្ដងទាំង5យកហ្មងហើយគាត់ថា Elder ទាំង5បានជុំគ្នាព្រាមពួកគេក៏បានធ្វើការព្រួតគ្នាវិវហាដេញតាមជាន់ Luffy ហើយធ្វើឲ្យ Luffy នេះរត់គេចឡើងពេញហ្នឹងហ្មងហើយស្របពេលហ្នឹងដែរ Elder ម្នាក់ដែលក្នុងរូបរាងជាសត្វសេះហ្នឹងលែងចង់ល្បិចល្បោជាមួយ Luffy ហើយគេក៏បានរត់ចាក់ចេញពីទីលានប្រយុទ្ធនិងរត់សម្ដៅទៅកន្លែងកងបរិនដែលកំពុងតែចុះចតហើយកន្លែងមកកាន់ក្រុមខាងកងបរិននេះវិញក៏ត្រូវបានមនុស្សយន្ត Pacific Star ហ្នឹងបាញ់លេងម្ដងមួយជាមួយគ្នានឹងដែរ Elder Nochuru ដែលក្នុងរូបរាងជាសត្វសេះហ្នឹងក៏បានមកដល់និងបានប្រើដាវសាមរ៉ៃរបស់គាត់បានការមនុស្សយន្ត Pacific Star ដែលមានតែប្រមាណហ្នឹងឲ្យដេកទាំងអស់ទៅហើយស្របពេលជាមួយគ្នានឹងដែរសាច់រឿងយើងក៏កាន់មកកាន់ខាងសាជីសាបាយើងបន្តិចដែលនៅពេលនេះសាជីយើងក៏នៅតែបន្ត3ដុកទ័រវេកផានទៅរកទីទូសុវត្ថិភាពនៅឡើយទេហើយនៅពេលសាជី3ដុកទ័រវេកផានរត់បដាគេក៏តាក់ទងទៅកាន់ Robin និង Nami បដាដោយប្រាប់ឲ្យពួកគេទាំងពីរនាក់ហ្នឹងប្រញាប់រកវិធីអីមួយយ៉ាងទៅដើម្បីចាក់ចេញពីទីហ្នឹងអញ្ចឹងហើយសាជីក៏ប្រាប់ពួកគេប្រញាប់ធ្វើរឿងហ្នឹងទៅគាត់មានពេលគ្រប់គ្រាន់ហ្នឹងដើម្បីប្រយុទ្ធពួកគេទេហើយសាជីសាមាននេះមកទៅធ្វើ Monster បានជាសំណាងមិនសូវល្អសោះនៅពេលហ្នឹងក៏ស្រាប់តែ Elder ម៉ាស់ដែលក្នុងរូបរាងជាសត្វបាស័យហ្នឹងក៏បានហោះកាត់ទីហ្នឹងហើយនៅពេលឃើញសាជីអញ្ចឹងម៉ាស់ក៏បានផ្ដល់អំណោយមួយទៅកាន់សាជីហើយគេក៏បានខ្ជាក់ថាមពលចេញពីមាត់និងវាប្រហារសាជីមកក្បាច់តែគ្មានបញ្ហាទេសាជីក៏អាចគេចបាននិងបានរត់ចាក់ចេញពីទីហ្នឹងបន្តទៀតហើយកន្លែងមកកាន់ក្រុមណាមីនេះវិញពួកគេក៏ទទួលបានដំណឹងពីសាជីណាតែពួកគេក៏មិនទាន់អាចធ្វើអ្វីបានឡើយហើយស្របពេលជាមួយនឹងដែរអូសបឆប់ហើយនិងណាមីពួកគេមានអារម្មណ៍ដឹងថាគឺកំពុងតែមានអ្វីមួយទេគឺកំពុងតែធ្វើដំណើរទៅមករកពួកគេហើយតាមពិតទៅគឺជាសម្ពើរបស់ពួកគេសោះដែលមានឈ្មោះថា The South Sunshine នេះដែលកំពុងតែរអិលយ៉ាងលឿនពីទីខ្ពស់មកកាន់ទីក្រោមហើយនៅពេលឃើញសម្ពើខ្លួនកំពុងតែរអិលមករកបុកខ្លួនអញ្ចឹងនិយាយថាម្នាក់នោះគ្នាភ័យខ្លាំងមែនតែអ្នកលើទូអីក៏ភ័យដែរហើយក្នុងនោះគឺមានតែប្រូតែប៉ុណ្ណោះដែលស្មារតីនៅល្អជាងគេនៅផឹកកាហ្វេធម្មតាកាហ្វេនេះដូចអត់សូវផ្អែមព្រះអង្គចាំនេះជួយព្រះអង្គចាំនេះជួយហើយលើនេះសាច់រឿងក៏លេងមកកាន់ Luffy ដែលកំពុងតែប្រយុទ្ធជាមួយនឹងក្រុម Elder នេះម្ដងយើងឃើញថាតាសាធើនឹងព្យាយាមប្រើដៃពីពីរបស់គាត់ដើម្បីវាសម្រុតទៅកាន់ Luffy ខ្លាំងមែនតែមើលទៅគ្មានដៃពីពីណាវាយត្រូវសូម្បីតែរោមគ្រាក Luffy បន្តិចសោះហើយ Luffy យើងក៏មិនទាន់បានវិវហាទៅកាន់តាសាធើដែរគឺបានត្រឹមតែកិច្ចប៉ុណ្ណោះបន្តមកនៅពេលដែល Luffy ពេចខ្លួនក៏ស្រាប់តែមាន Elder ម្នាក់ដែលក្នុងរូបរាងជាចលែងយក្សហ្នឹងក៏បានផុសខ្លួនចេញពីក្រោមដីនិងបានលេប Luffy បានសម្រេចតែយ៉ាងនឹងស្រាប់ថានៃនិពន្ធមិនឲ្យទូឲ្យស្រាប់ដល់ងាយអញ្ចឹងឯងបន្តមកសាច់រឿងយើងក៏កាត់មកកាន់ Elder ម៉ានៅក្នុងទម្រង់ជាបាស័យឯនេះវិញដោយ Elder ម៉ាក៏កំពុងតែព្យាយាមវាសម្រុកចូលទៅក្នុងមន្ទីរពិសោធន៍របស់ Dr. Vegapunk តែគួរឲ្យសោកស្ដាយណាស់មន្ទីរពិសោធន៍របស់លោក Vegapunk គឺសុទ្ធតែមានរនាំងការពារតែធ្វើឲ្យ Elder ម៉ាពិបាកក្នុងការវាសម្រុកចូលខ្លាំងមែនតើហើយកន្លែងមកកាន់ខាងគ្នាណាមីយើងឯនេះវិញឥឡូវនេះពួកគេសុខសប្បាយធម្មតាទេនិយាយទៅមុននឹងដែលសារបានគុណបុណ្យឧសពឯណាមុននឹងឧសពក៏បានទាញជំពាននិងបានបាញ់ក្របពូជដើមឫស្សីមួយទៅទប់សំពើពួកគេតាន់និយាយទៅឧសពយើងនេះផ្នែកលឿនដៃលះហ្មងហើយឧសពក៏បានតាក់ទងទៅការសានជីទៀតថាពួកគេត្រូវប្រយ័ត្នប្រញាល់ប្រមុខគ្នារបស់ពួកគេនឹងចាត់ចេញពីទីនោះឲ្យបានលឿនដោយមិនឯងបងយូរបានទៀតទេហើយសានជីយើងក៏បានតាក់ទងទៅការជីនបេដើម្បីឲ្យជីនបេនឹងប្រញាប់នាំសូរ៉ូមកជួបជុំកន្លែងពួកគេមកចំណែកសូរ៉ូដែលកំពុងតែប្រយុទ្ធជាមួយលូស៊ីឯនេះវិញគឺពួកគេដាក់ទៅដាក់មកដល់មិនទាន់មាននរណាម្នាក់មានព្រៀបលឿនណានោះទេហើយលូស៊ីក៏បានប្រើក្បាច់មួយដែលមានឈ្មោះថា Time Passing ទៅទៅកាន់សូរ៉ូប៉ុន្តែមិនអីទេសូរ៉ូក៏អាចប្រើដាវគេចំនួន2ទៅរកក្បាច់នោះបានហើយបន្តមកពួកគេក៏បានប្រើក្បាច់ពិសេសរៀងៗខ្លួនប្រយុទ្ធគ្នាបន្តទៀតហើយក្បាច់របស់លូស៊ីពិតជាសាហាវខ្លាំងណាស់ដោយបានធ្វើឲ្យដាវរបស់សូរ៉ូមកខារបូតចេញពីដៃទៀតផងចំណែកជីនបេឡូក៏រកឃើញសូរ៉ូឃើញដែរហើយប៉ុន្តែគាត់មិនទាន់ហ៊ានចូលឆាឆោការប្រយុទ្ធរបស់ពួកគេនោះទេហើយសូរ៉ូនិងលូស៊ីក៏ដាក់គ្នាទៅមកដាក់ទៅមកលំពេញនឹងហ្មងហើយជាចុងក្រោយពួកគេក៏បានប្រើក្បាច់សំណប់ចិត្តរៀងៗខ្លួនដោយលូស៊ីបានប្រើក្បាច់ Hand Pistol ហើយសូរ៉ូក៏បានប្រើក្បាច់ដាវ3ហើយគួរសោកស្ដាយចំពោះលូស៊ីណាក្បាច់ Hand Pistol របស់គាត់ហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងក្បាច់ដាវ3របស់សូរ៉ូយើងបានទេអញ្ចឹងការប្រយុទ្ធនេះគឺសូរ៉ូស្រ័យដើមវិញផ្លូវរបស់យើងគឺជាអ្នកឈ្នះហើយសាច់រឿងយើងក៏លេងមកកាន់ Luffy ដែលមុនហ្នឹងគាត់ត្រូវបានចលែងយ៉ាលេបចូលក្នុងពោះហ្នឹងជាសំណាងល្អណាស់មុនពេលដែល Luffy ត្រូវបានតាក់ចូលមាត់ហ្នឹងគេក៏បានប្រឡូសដៃរបស់គេចេញទៅចោលរបស់ម្យ៉ាងនៅខាងក្រៅតាន់ហើយ Luffy ក៏អាចប្រើកម្លាំងរបស់គេទាញខ្លួនគេចេញទៅខាងក្រៅវិញបានហើយ Luffy មើលទៅការភ្ជុំនោះបានទៅវត្តទេបានជាសយដល់ហាក់ហ្នឹងពេលហ្នឹង Luffy ចេញពីពោះចលែងហ្នឹងបានបន្តបាន5វិនាទីហងក៏ត្រូវបានតាសាធើហ្នឹងប្រើដៃពីពីរបស់គាត់ហ្នឹងចាប់ Luffy ជាប់ហើយក៏បានចាប់កវត្ត Luffy ហ្នឹងមួយទំហឹងបូកជាមួយនឹងក្បាលជ្រូក Wakuri ហើយបន្តមកក៏ចាប់កវត្ត Luffy ទៅឲ្យតា Jupiter ដែលក្នុងរូបរាងជាចលែងយ៉ាងហ្នឹងលេបចូលម្ដងទៀតហើយជាសំណាងល្អណាស់ពេលហ្នឹងយ៉ាប្រគីនិងយ៉ាដូរីក៏បានមកតន់ហេតុការណ៍ហ្នឹងល្មមអេ friend មែនមានឃើញអីអត់ទេឃើញតាឃើញ Luffy friend យើងថតអប៉ែចលេងនោះលេបហើយអប៉ែចលេងហ្នឹងមុខស្អីចឹងមើលទៅប្រហែលហើយកង្វល់ច្រើនមកទៅជួយមិត្តភក្តិយើងសិនហើយមេតបយ៉ាទាំងពីរយើងក៏បានសម្រុកចូលយ៉ាងលឿនដើម្បីទៅជួយ Luffy ទៅពេលក៏យ៉ាទាំង
ទាំងពីររត់សម្រុកមកអញ្ចឹង Eder តាសាធើនិង Eder Vacu នេះក៏បានចេញទៅទប់ទល់តែមើលទៅ Eder ទាំងពីរនេះដូចជាគ្មានភេទជាមួយនឹងមេតបយក្សទាំងពីរទេក៏ត្រូវបានមេតបយក្សយើងនឹងចាប់បានម្នាក់មួយហើយក៏ចាប់បោកបុកគ្នាដល់ចង្អល់បន្ទាប់មកពួកគេទាំងពីរក៏បានចេញទៅចាត់ការជាមួយនឹង Eder Jupiter ដែលក្នុងរូបរាងជាចរេនយក្សនេះម្ដងដែលពួកគេបានប្រើអាវុធរបស់ពួកគេរៀងៗខ្លួនការផ្ដាច់ក្បាលរបស់ Eder តា Jupiter នឹងហើយជួយ Luffy បានសម្រេចហើយ Luffy នៅពេលដែលឃើញយក្សទាំងពីរមកជួយខ្លួនអញ្ចឹងគេពិតជាសប្បាយចិត្តខ្លាំងណាស់ហើយយក្សប្រគេនិងយក្ស Dory ក៏សប្បាយចិត្តរីករាយជាមួយគ្នាដែរអូខេអ្នកនរគ្នារឿង One Piece ភាព1144ត្រូវបានផ្អាកប៉ុណ្ណឹងសិនហើយជួបគ្នាម្ដងទៀតនៅភាព1145កុំស្រឡាញ់គេម្នាក់ឯងណា